ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាគឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី2នៅពេលចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនលើកម្ពុជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងស្វែងយល់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលជាប់ទាក់ទងនឹងការបាត់បង់ទឹកដីរបស់កម្ពុជាអំឡុងសង្គ្រាមលោកលើកទី2ដែលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមជប៉ុននៅចុងទសវត្សរ៍ឆ្នាំ1940ប្រទេសថៃបានទាមទារទឹកដីមួយចំនួនពីបារាំងដែលពេលនោះបារាំងកំពុងគ្រប់គ្រងប្រទេសកម្ពុជាចំនួននេះបានវិវត្តទៅជាសង្គ្រាមបារាំងថៃក្នុងឆ្នាំ1940ដល់ឆ្នាំ1941ក្នុងអំឡុងពេលនោះដែរប្រទេសជប៉ុនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ជប៉ុនបានចូលរួមជាអ្នកសម្របសម្រួលក្នុងជម្លោះរវាងបារាំងនិងថៃជាលទ្ធផលនៃកិច្ចព្រមព្រៀងដែលសម្រេចលើក្រោមការសម្របសម្រួលរបស់ជប៉ុនបារាំងត្រូវយល់ព្រមផ្ទេរទឹកដីមួយចំនួនដែលជារបស់កម្ពុជានិងឡាវឲ្យទៅថៃក្រោយការសម្របសម្រួលគ្នារួចសម្រាប់កម្ពុជាតំបន់មួយចំនួននៃខេត្តបាត់ដំបងនិងសៀមរាបត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ថៃការបាត់បង់ទឹកដីនេះធ្វើឲ្យប្រជាជនខ្មែរជាច្រើនមានការព្រួយបារម្ភនិងសោកស្ដាយយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយស្ថានភាពនៃការបាត់បង់ទឹកដីនេះមិនបានបន្តរហូតនោះទេបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់នៅឆ្នាំ1945សម្ពាធពីសហគមន៍អន្តរជាតិបានជំរុញឲ្យប្រទេសថៃប្រគល់ទឹកដីទាំងនោះឲ្យត្រឡប់មកកម្ពុជាវិញនៅឆ្នាំ1946កម្ពុជាបានទទួលតំបន់ទាំងនោះមកវិញជាផ្លូវការក្នុងព្រឹត្តិការណ៍នេះបានបង្ហាញថាការប្រកួតប្រជែងអំណាចរវាងប្រទេសធំៗអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសតូចៗវាក៏ជាមេរៀនប្រវត្តិសាស្ត្រមួយដ៏សំខាន់ដែលជួយឲ្យយើងយល់ដឹងអំពីការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិរបស់យើងជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាមានកំហុសខុសឆ្គងសូមខន្តីអភ័យទោស